សូមលំអរកាយគោរពនិងជម្រាបសួរទៅដល់បងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook និង YouTube ទាំងអស់ក៏ដូចជាសូមក្រាបថ្វាយបង្គំដល់កាណាគុណម្ចាស់គ្រប់ព្រះអង្គពីចម្ងាយថ្ងៃនេះវិលមកជួបខ្ញុំសារជាថ្មីចេញពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍគំនិត TDCC Center អ្នកទាំងគ្នាថ្ងៃនេះខ្ញុំចែកម្លែកតពីប្រធានបទតាក់ទងជាមួយនឹងរបៀបឬក៏កលឹះងាយដែលយើងធ្វើប្រចាំថ្ងៃហើយមានសេចក្តីសុខហើយក៏វាជារបៀបដែលខ្ញុំអនុវត្តសម្រាប់ជីវិតរបស់ខ្ញុំប្រចាំថ្ងៃផងដែរអ្នកទាំងគ្នាប៉ុន្តែមុនចូលដល់គឺខ្ញុំមានចំណាប់អារម្មណ៍ខ្លីមួយអ្នកទាំងគ្នាទី1ខ្ញុំនិយាយអំពីលំអៀងអ្នកទាំងគ្នាមនុស្សយើងលំអៀងកើតចេញអំពីបញ្ហា2សំខាន់អ្នកទាំងគ្នាទី1កើតចេញអំពីយើងមិនបានសិក្សាគ្រប់ជ្រុងជ្រោយអំពីហេតុនិងបច្ច័យនិងផលអ្នកទាំងគ្នាជាពិសេសហេតុនិងបច្ច័យនិងផលអ្នកទាំងគ្នានិងផលអ្នកទាំងគ្នាទី2កើតចេញអំពីការស្រឡាញ់ការពេញចិត្តនេះគឺជា2ចំណុចដែលធ្វើឲ្យមនុស្សម្នាក់មានការលំអៀងអ្នកទាំងគ្នាលំអៀងទៅលើអ្នកនេះលំអៀងទៅលើអ្នកនោះហើយការលំអៀងនឹងកើតចេញពីការស្រឡាញ់ការពេញចិត្តនឹងឯងអ្នកទាំងគ្នាលំអៀងទៅលើប្រទេសនេះលំអៀងទៅលើប្រទេសនោះលំអៀងទៅលើបុគ្គលនេះលំអៀងទៅលើបុគ្គលនោះជាដើមអ្នកទាំងគ្នាហេតុអីបានខ្ញុំលើកចំណុចនឹងមកនិយាយអ្នកទាំងគ្នាពីព្រោះតាក់ទងជាមួយនឹងបញ្ហាពិភពលោកសពថ្ងៃអ្នកទាំងគ្នាអញ្ចឹងអ្នកខ្លះគាត់សិក្សាអត់បានគ្រប់ជ្រុងជ្រោយអំពីប្រភពនៃបញ្ហាឬក៏ហេតុនិងបច្ច័យដែលនាំឲ្យមានបញ្ហាអញ្ចឹងគាត់ក៏ស្រឡាញ់អ្នកនេះហើយស្អប់អ្នកនេះទៅដោយសារអីដោយសារតែគាត់សិក្សាអត់បានគ្រប់ជ្រុងជ្រោយអ្នកទាំងគ្នាដល់អញ្ចឹងវាធ្វើឲ្យគាត់ផ្អៀងទៅម្ខាងធ្ងន់ទៅម្ខាងខ្ញុំឧទាហរណ៍ថា សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនអញ្ចឹងអ្នកទាំងគ្នាអ្នកខ្លះស្រឡាញ់រុស្ស៊ីស្អប់អ៊ុយក្រែនខឹងថារុស្ស៊ីហ្នឹងគាត់យ៉ាងម៉េចអ្នកទាំងគ្នារុស្ស៊ីហ្នឹងគាត់ឈ្លានពានទៅលើប្រទេសអ៊ុយក្រែនអ្នកទាំងគ្នាតាមរយៈសង្គ្រាមហ្នឹងអ្នកទាំងគ្នាអញ្ចឹងហេតុអីបានគាត់គិតថាគាត់ស្អប់រុស្ស៊ីហើយផ្អៀងទៅលើអ៊ុយក្រែនពីព្រោះពេលខ្លះយើងសិក្សាអត់ដល់អំពីហេតុហ្នឹងហេតុដែលនាំឲ្យមានហេតុដែលនាំឲ្យសង្គ្រាមបានន័យថាហេតុដែលធ្វើឲ្យមានសង្គ្រាមរវាងរុស្ស៊ីអ៊ុយក្រែនបានន័យថាហេតុដែលធ្វើឲ្យរុស្ស៊ីនឹងបើកការវេបហាទៅលើអ៊ុយក្រែនអ្នកទាំងគ្នាអញ្ចឹងយើងសិក្សាវាអត់អស់អំពីប្រភពនៃហេតុនឹងអ្នកទាំងគ្នាដល់អញ្ចឹងយើងផ្អៀងអ្នកទាំងគ្នាដល់អញ្ចឹងយើងផ្អៀងហើយអ្នកទាំងគ្នាអញ្ចឹងយើងសិក្សាអត់អស់អំពីហេតុអ្នកខ្លះប្រកាន់ថារុស្ស៊ីនឹងគាត់ចង់បានទឹកដីគេអញ្ចឹងគាត់ឈ្លានពានគេទៅអាហ្នឹងយើងសិក្សាហេតុត្រឹមតែប៉ុណ្ណឹងបានន័យថាយើងសិក្សាអត់អស់ហេតុដបងពីខាងដើមមកអ្នកទាំងគ្នាពីខាងដើមមកអ្នកទាំងគ្នាអាហ្នឹងយើងសិក្សាតែហេតុតែតាក់ទងជាមួយអ៊ុយក្រែនយើងអត់បានសិក្សាហេតុឲ្យបានគ្រប់ជ្រុងជ្រោយដែលតាក់ទងជាមួយនឹងរុស្ស៊ីដែរអាហ្នឹងវាធ្វើឲ្យយើងផ្អៀងចឹងអ្នកទាំងគ្នាធ្វើឲ្យយើងផ្អៀងអ្នកទាំងគ្នាទី2លំអៀងឬក៏ផ្អៀងព្រោះស្រឡាញ់យើងដឹងហើយថាមនុស្សស្រឡាញ់នរណាម្នាក់តែងតែបានន័យថាផ្អៀងឬក៏យើងនិយាយភាសាសាមញ្ញថាកាន់ជើងអ្នកនោះនឹងឯងអ្នកទាំងគ្នាទោះបីជាពេលខ្លះដឹងថាអ្នកនោះខុសក៏ដោយក៏នៅតែឲ្យអភ័យអ្នកទាំងគ្នាក៏នៅតែរកគេហៅថាអំណះអំណាងឬក៏វិធីសាស្ត្រមួយចំនួនហ្នឹងដើម្បីនិយាយការពារនិយាយគ្រប់គ្រងទៅកាន់បុគ្គលនោះអ្នកទាំងគ្នាទៅកាន់បុគ្គលនោះអ្នកទាំងគ្នាអាហ្នឹងជាចំណុចដែលសំខាន់អញ្ចឹងយើងឲ្យអភ័យទៅកាន់បុគ្គលនោះរួចជាស្រេចទៅហើយអ្នកទាំងគ្នាអាហ្នឹងចំពោះបុគ្គលឬក៏ប្រទេសដែលយើងស្រឡាញ់អានេះគឺជាចំណុចដែលសំខាន់ដែលខ្ញុំចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអាហ្នឹងឲ្យលំអៀងព្រោះស្រឡាញ់អ្នកទាំងគ្នាទោះបីជាគេថាបុគ្គលនឹងអាក្រក់ចេះមួយចុះមួយអ្នកស្រឡាញ់នឹងតែងតែរកអំណះអំណាងរកចំណុចរកផុសតាង
មកនិយាយការពីបុគ្គលនឹងថាវាអញ្ចេះមួយចោះមួយហើយនៅតែគិតថាបុគ្គលនឹងគឺជាបុគ្គលដែលល្អសម្រាប់ខ្លួនឯងទៀតអ្នកតានេះអានេះជាចំណុចដែលសំខាន់ទី2ខ្ញុំជូនខ្លីចឹងប្រធានបទទី1ការនិយាយជាមួយក្មេងការលេងជាមួយក្មេងអញ្ចឹងការនិយាយជាមួយក្មេងការលេងជាមួយក្មេងចំណាយពេលក្នុងការនៅជាមួយក្មេងលេងជាមួយក្មេងគឺជាវិធីសាស្ត្រមួយធ្វើឲ្យយើងមានក្តីសុខអ្នកតានេះមានក្តីសុខច្រើនមែនទែនពីព្រោះក្មេងធ្វើឲ្យយើងនឹងសប្បាយចិត្តអ្នកតាគ្នាគ្រាន់តែយើងមើលក្មេងលេងហ្នឹងណាអ្នកតាគ្នាយើងហ្នឹងក៏មានសេចក្តីសុខជាមួយវាដែរឃើញក្មេងញញឹមឃើញក្មេងសោចក្អាយកើតចេញអំពីសកម្មភាពទង្វើដែលវាធ្វើហ្នឹងយើងនេះក៏អស់សំណោចជាមួយវាដែរអស់សំណោចវាហ្នឹងណាអស់សំណោចគាត់ហ្នឹងណាប៉ុន្តែវាធ្វើឲ្យយើងសប្បាយចិត្តដោយមិនដឹងខ្លួនអ្នកតាសប្បាយចិត្តដោយមិនដឹងខ្លួនអញ្ចឹងអានេះគឺជារបៀបដែលខ្ញុំធ្វើប្រចាំថ្ងៃអញ្ចឹងខ្ញុំចូលចិត្តលេងណាស់ជាមួយក្មេងអ្នកតានេះហើយអ្នកខ្លះឆ្ងល់ថាខ្ញុំឡើងកញ្ចាស់អ្នកតានេះហ្នឹងហើយខ្ញុំឡើងកញ្ចាស់ហើយទៅលេងជាមួយកូនក្មេងអ្នកតានេះអញ្ចឹងវាមានអីដែលទាស់ខុសអ្នកតាគ្នាយើងចាស់ប្រពន្ធណាក៏ដោយយើងទៅលេងមួយកូនក្មេងវាមានអីទាស់ខុសអ្នកតាគ្នាសំខាន់ធ្វើឲ្យខ្ញុំសប្បាយចិត្តទៀតអ្នកតាគ្នាធ្វើឲ្យយើងសប្បាយចិត្តទៀតណាអ្នកតាគ្នាអញ្ចឹងអាហ្នឹងគឺជាចំណុចដែលសំខាន់ដែលខ្ញុំចង់បដោតអ្នកតាគ្នាអញ្ចឹងប្រៀបដូចជាយើងមានកូនជាទីស្រឡាញ់អញ្ចឹងយើងនៅជាមួយកូនជាទីស្រឡាញ់យើងច្បាស់ជាសប្បាយចិត្តជាងយើងយ៉ាងម៉េចយើងខឹងក្រោធយើងកាត់ទុកអ្នកតាគ្នាពីព្រោះក្មេងហ្នឹងជួនកាលវាលេងវាសើចអញ្ចឹងទៅធ្វើឲ្យយើងហ្នឹងបានន័យថាសប្បាយចិត្តធ្វើឲ្យយើងញញឹមធ្វើឲ្យយើងសើចអញ្ចឹងជំទៅលើវាដែរអ្នកតាគ្នាទៅលើវាដែរអ្នកតាគ្នាពេលខ្លះធ្វើឲ្យយើងខ្លាញ់អញ្ចឹងទៅអ្នកតាគ្នាឃើញអញ្ចឹងអានឹងគឺជារបៀបងាយងាយអញ្ចឹងអ្នកតាគ្នារបៀបងាយងាយអញ្ចឹងអ្នកខ្លះថាចុះបើខ្ញុំអត់មានកូនអត់មានក្មេងនៅចិត្តផងធ្វើមិនទៅអ្នកថាគ្នាអានេះខ្ញុំនិយាយថាបើសិនបើយើងមានកូនមានក្មេងអីនៅចិត្តជាពិសេសយើងជាគ្រូបង្រៀនយើងធ្វើការជាមួយក្មេងៗអ្នកថាគ្នាអញ្ចឹងគឺត្រូវតែម្ដងអ្នកថាគ្នាត្រូវតែម្ដងអ្នកថាគ្នាអញ្ចឹងអានេះចំណុច1ចំណុចទី2ប្រភេទសេចក្តីសុខចុងក្រោយគឺសំខាន់ចំណុចទី2នេះអ្នកថាគ្នាគឺសេចក្តីសុខកើតចេញអំពីការដែលយើងមានគោលដៅនិងក្តីសុបិនដែលច្បាស់លាស់ហើយយើងបានធ្វើសកម្មភាពហ្នឹងចេញជាលទ្ធផលឬក៏បានសម្រេចនៅគោលដៅនិងក្តីសុបិនហ្នឹងអានឹងគឺជាសេចក្តីសុខដែលល្អមែនទែនអ្នកតាដែលល្អមែនទែនអ្នកតាពេលខ្លះគោលដៅនិងក្តីសុបិនរបស់យើងអត់ទាន់អាឈីវទាំងស្រុងទេអត់ទាន់សម្រេចទាំងស្រុងទេប៉ុន្តែយើងបានធ្វើវាជាប្រចាំថ្ងៃដាក់ផែនការធ្វើវាជាប្រចាំថ្ងៃជាប្រចាំសប្តាហ៍ជាប្រចាំខែអញ្ចឹងទៅវាបានហុចផលឲ្យយើងបណ្ដើនេះទោះបីជាផលនោះតិចក្តីច្រើនក្តីអញ្ចឹងវាធ្វើឲ្យយើងមានសេចក្តីសុខមែនទែនអ្នកតានេះមានសេចក្តីសុខពីព្រោះយើងបានធ្វើនៅអ្វីដែលយើងស្រឡាញ់អ្វីដែលយើងពេញចិត្តអ្វីដែលយើងចង់ធ្វើអ្នកតានេះអញ្ចឹងវាធ្វើឲ្យយើងមានសេចក្តីសុខណាស់អ្នកតានេះធ្វើឲ្យយើងមានសេចក្តីសុខមែនទែនអ្នកតានេះអញ្ចឹងអានេះគឺជាចំណុចដែលសំខាន់អ្នកតានេះគឺជាចំណុចដែលសំខាន់ដែលខ្ញុំចង់ផ្ដោតទៅក្នុងរឿងទាំងអស់ហ្នឹងអ្នកតានេះក្នុងរឿងទាំងអស់ហ្នឹងអ្នកតានេះអញ្ចឹងអ្នកតានេះសាក